សូមនមស្ការចំពោះគុណប្រតនត្រ័យដោយសេចក្តីជ្រះថ្លានិងគោរពសូមនមស្ការចំពោះសម្ដេចមហាសង្ឃរាជសម្ដេចសង្ឃនាយកសម្ដេចសង្ឃនាយករងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដោយកណាគុណចាស់ញាតិញោមបានដឹងបានជ្រាបហើយក៏ដូចជាបានចូលរួមដែរនៅក្នុងថ្ងៃទី9និងថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នេះយើងបានប្រារព្ធកម្មវិធីមួយដ៏អស្ចារ្យជាប្រវត្តិសាស្ត្រជាលើកទី1នៅក្នុងប្រទេសកម្ពុជាយើងកម្មវិធីនោះគឺការរំលឹកខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរការសូត្រព្រះត្រៃបិដកការរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកកម្មវិធីជាប្រវត្តិសាស្ត្រនេះអាចប្រព្រឹត្តទៅបានគឺដោយសារមានការចូលរួមគ្រប់មជ្ឈដ្ឋានដែលញ៉ាំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយរលូនដោយភាពជោគជ័យជាមោទនភាពសម្រាប់ជាតិខ្មែរយើងជាពិសេសគឺអ្នកកាន់ព្រះពុទ្ធសាសនាកម្មវិធីជាប្រវត្តិសាស្ត្រនេះអាចប្រព្រឹត្តទៅបានដោយភាពជោគជ័យដោយសារសាមគ្គីភាពដែលកើតឡើងចេញពីសេចក្តីជ្រះថ្លានៅក្នុងគុណព្រះសម្មាសម្ពុទ្ធគុណព្រះធម៌គុណព្រះសង្ឃនៅក្នុងវរៈឱកាសពេលនេះខ្ញុំគណៈអាត្មាភាពតំណាងឲ្យថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាមានព្រះប្រធានព្រះសាសនមុនីហឹមមុនធឿនភិក្ខុធម្មធេរោជាប្រធានសូមថ្លែងអំណរអរព្រះរាជគុណដល់ជ្រាលជ្រៅចំពោះសម្ដេចមហាសង្ឃរាជនិងអរព្រះគុណចំពោះសម្ដេចសង្ឃនាយកសម្ដេចសង្ឃនាយករងមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់ដែលបានចូលរួមដង្ហែចូលរួមសូត្រដែលញ៉ាំងឲ្យព្រឹត្តិការណ៍ដ៏ពិសេសនេះបានคล้ายទៅជាមោទនភាពដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសទៅទៀតនោះក៏សូមថ្លែងអំណរគុណដល់មន្ត្រីសង្ឃដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តរៀបចំនៅកន្លែងសូត្រព្រះត្រៃបិដកហើយនឹងថែរក្សានៅសណ្ដាប់ធ្នាប់នៅក្នុងកម្មវិធីនេះហើយក៏សូមថ្លែងអំណរគុណដល់គណៈកម្មការមន្ត្រីសង្ឃដែលបានដឹកនាំសូត្រដែលជាកត្តាមួយញ៉ាំងឲ្យពុទ្ធបរិស័ទរឹតតែជ្រះថ្លារឹតតែរីករាយនៅក្នុងព្រះធម៌ដ៏បរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធអាត្មាភាពក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យប្រព្រឹត្តនៅកម្មវិធីជាប្រវត្តិសាស្ត្រនេះហើយជាពិសេសក៏សូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងសហការីដែលបានចូលរួមដង្ហែនិងបានចូលរួមសូត្រដែលជាចំណុចដ៏សំខាន់មួយញ៉ាំងឲ្យយុវជនជាពិសេសពុទ្ធបរិស័ទជ្រះថ្លានៅក្នុងព្រះធម៌ដ៏បរិសុទ្ធរបស់ព្រះអង្គដូចគ្នានេះដែរអាត្មាភាពសូមថ្លែងអំណរគុណដល់ក្រសួងធម្មការនិងសាសនាដែលដឹកនាំដោយឯកឧត្តមបណ្ឌិតចាយបូរិនក្នុងការរៀបចំសហការជាមួយគណៈសង្ឃនាយកញ៉ាំងឲ្យព្រឹត្តិការណ៍នេះមានភាពរលូនហើយអស្ចារ្យយ៉ាងវិញទៀតក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខេត្តកណ្ដាលរដ្ឋបាលស្រុកពញាលឺនិងស្ថាប័នក្រសួងពាក់ព័ន្ធទាំងអស់ដែលបានចូលរួមដង្ហែផងរៀបចំមានដូចជាសណ្ដាប់ធ្នាប់សន្តិសុខអនាម័យដែលជាចំណុចពិសេសដែលញ៉ាំងឲ្យមហាជនជ្រះថ្លារីករាយហើយចូលរួមដោយមិនមានភាពលំបាកនៅក្នុងកម្មវិធីនេះជាពិសេសអ្វីដែលយើងមិនអាចបំភ្លេចបានគឺមហាពុទ្ធបរិស័ទដែលបានចូលរួមដោយសទ្ធាជ្រះថ្លាទាំងកម្លាំងកាយកម្លាំងចិត្តពុទ្ធបរិស័ទខ្លះទោះបីជាគាត់មិនមានថវិកាក៏ដោយប៉ុន្តែគាត់បានចូលរួមជាកម្លាំងចិត្តជាកម្លាំងកាយអនុមោទនានៅបុណ្យកុសលនេះមានការសម្អាតនៅបរិស្ថានទីលានវត្តអារាមជាដើមពេលដែលកម្មវិធីចប់ទៅគឺគាត់បានចូលរួមសម្អាតបរិស្ថានហើយក៏ចូលរួមបម្រើកិច្ចការសង្ឃដោយទ
ទឹកចិត្តជ្រះថ្លាក្នុងចំណោមនោះក៏មានពុទ្ធបរិស័ទខ្លះក៏គាត់មានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភកម្មវិធីមានការឧបត្ថម្ភជាថវិកាមានការឧបត្ថម្ភជាសម្ភារៈផ្សេងដូចជាទឹកសុទ្ធជាដើមអញ្ចឹងដូចជាខ្ញុំគណៈអាត្មាភាពបានលើកឡើងពីខាងដើមកម្មវិធីជាប្រវត្តិសាស្ត្រនេះអាចប្រព្រឹត្តទៅបានគឺដោយសារស្មារតីសាមគ្គីដែលកើតឡើងពីសេចក្តីជ្រះថ្លានៅក្នុងគុណបរតនត្រ័យអញ្ចឹងជាទីបញ្ចប់ខ្ញុំគណៈអាត្មាភាពមានតែការអធិដ្ឋានដោយសេចក្តីជ្រះថ្លាអានុភាពនៃមហាកុសលដែលកើតមានឡើងពីការរៀបចំកម្មវិធីបុណ្យរំលឹកខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរការសូត្រព្រះត្រៃបិដកនិងការរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនេះសូមឲ្យប្រទេសកម្ពុជាយើងមាននៅសុខសន្តិភាពហើយអភិវឌ្ឍប្រកបដោយភាពជោគជ័យនិងនិរន្តរភាពតរៀងទៅសូមអនុមោទនា